នៅពេលដែលនារីគាត់សួរគាត់ចង់បានការឆ្លើយតបលុះត្រាតែគាត់អត់សួរនឹងបងកុំនិយាយប៉ុន្តែនៅពេលដែលគាត់សួរបងគាត់ពិតជាចង់បានការចូលរួមរបស់បងក្នុងបែបណាក៏ដោយអញ្ចឹងបើសិនបើថាបងអត់ដឹងឬក៏បងពិតជាចង់ផ្ដល់សិទ្ធិឲ្យគាត់នៅពេលគាត់សួរថាបងបើសិនបើយើងប្រើប្រាស់វិធីសាស្ត្រនេះបងគិតមិនដែរអញ្ចឹងខ្ញុំសូមឲ្យឆ្លើយថាបងគិតថាល្អដែរតាអូនឬមួយក៏អូនឯងគិតមិនដែរចុះរាងកាយបងឯងសុខភាពបងឯងយល់ថាម៉េចហើយបើសិនបើយើងឧទាហរណ៍ថាឥឡូវបើសិនបើយើងចង់ពជាកំណត់5ឆ្នាំហើយអូនឯងប្រើវិធីសាស្ត្រអញ្ចឹងអូនឯងបញ្ជាក់មួយពេទ្យច្បាស់នៅចឹងមិនត្រូវការឲ្យគាត់ឆ្លើយទាំងអស់ណាប៉ុន្តែបង្ហាញតែការចូលរួមចឹងអូនឯងបើសិនអូនឯងធ្វើអីអូនឯងបញ្ជាក់មួយពេទ្យឲ្យច្បាស់អូនឯងមិនដែរសុខភាពអូនឯងមិនដែរអញ្ចឹងណាហើយមួយទៀតការចូលរួមទៀតអូនណាបើសិនបើអូនឯងត្រូវជួបពេទ្យប្រាប់បងនឹងឆ្លៀតពេលបងចូលរួមទៅបងជូនទៅឬមួយក៏បើសិនបើពេលហ្នឹងបងរវល់ពិតមែនបងបរោះបងរវល់ពិតមែនទៅយើងបង្ហាញការយកចិត្តទុកដាក់ហ្នឹងហើយយកចិត្តទុកដាក់ពិតប្រកបឬក៏ខ្ញុំមិនដឹងឯងសំដែងមិនក៏ដោយបង្ហាញថាអូនឯងណាគេជូនទៅមានមិត្តភក្តិជូនទៅអត់ឬក៏បងប្អូនជូនទៅអត់ឬមួយក៏ម៉ាក់ក្មេកឬក៏អីជូនទៅអត់ឬក៏បើសិនបើហាងមិនអីទេគាត់ទៅពិនិត្យសុខភាពគាត់អាចទៅខ្លួនគាត់បានអីអញ្ចឹងណាបង message អត់ចំណាយពេលយូរទេឥឡូវគេពង trend ណាចាយពេល5-6 second តាអូនមិនហើយដល់ពេទ្យនៅពេទ្យថាមិនដែរអានឹងគឺវាមានតម្លៃហើយមានកម្លាំងណាស់នារីគាត់ចង់បានអាហ្នឹងណាចាអញ្ចឹងសុំធ្វើផងចាជំរាបសួរសូមស្វាគមន៍មកកាន់ podcast series ក្រៅប្រធានបទការរៀបចំផែនការគ្រួសារនិងផែនការអនាគតផ្អែកលើសិទ្ធិនិងជម្រើសចាហើយនេះគឺជាភាគទី3នៃ podcast series របស់យើងហើយក៏នាងខ្ញុំមានដៃគូពិភាក្សារបស់នាងខ្ញុំដដែលទេចាគឺប្អូនគ្រឹស្ណាជំរាបសួរចាជំរាបសួរសាជាថ្មីម្ដងទៀតអញ្ចឹងនេះគឺជាភាគទី3របស់យើងហើយភាគទី3នេះប្រហែលជាផ្ដោតលើគ្រឹស្ណាច្រើនបន្តិចរួចចាំឆ្លើយអរគុណច្រើនគ្រឹស្ណាអញ្ចឹងភាគទី3យើងចង់និយាយអំពីទំនួលខុសត្រូវរួមចាការគ្រប់គ្រងពីបរិះដែលជុំវិញតាក់ទងទៅនឹងការរៀបចំផែនការគ្រួសារការជ្រើសរើសនិងការប្រើប្រាស់មធ្យោបាយពន្យាកំណើតចាអញ្ចឹងជាការពិតណាស់នៅពេលដែលយើងនិយាយអំពីភាពជាដៃគូមិនថាយើងជាគូសង្សារឬមួយក៏ស្វាមីភរិយាទេអញ្ចឹងវាត្រូវការវាជីវិតពីររួមមួយណារូបពីរជីវិតមួយអូខេអញ្ចឹងនៅពេលដែលយើងនិយាយពីភាពជាដៃគូហើយនឹងស្វាមីភរិយាហ្នឹងគឺក៏យើងគិតអំពីតាក់ទងទៅនឹងផែនការពជាកំណើតរបស់យើងដែរអញ្ចឹងមុននឹងចាប់ផ្ដើមទៅក្នុងកិច្ចសន្ទនារបស់យើងពីខ្ញុំចង់ដឹងដែរពាក្យថាទំនួលខុសត្រូវរួមចាពីដៃគូរបស់យើងតើគ្រឹស្ណាយល់ថាម៉េចដែរអូខេបងសម្រាប់សំណួរបើកឆាកពីពីសូតទី3អញ្ចឹងខ្ញុំសូមឆ្លើយថាខ្ញុំសូមវិភាគពាក្យមួយសិនអញ្ចឹងទំនួលខុសត្រូវរួមក្នុងភាពជាដៃគូអញ្ចឹងខ្ញុំសូមបញ្ជាក់ថាក្នុងភាពជាដៃគូមានន័យថាទោះជាគាត់រៀបការក៏ដោយឬក៏អត់រៀបការក៏ដោយដោយសារភាសាយើងប្រើមួយចំនួនយើងប្រើជាដៃគូឬក៏ពេលគាត់រៀបការយើងប្រើគាត់ជាប្តីប្រពន្ធតែប៉ុន្តែវាអត់សំខាន់ទេសំខាន់គឺភាពជាដៃគូអញ្ចឹងភាពជាដៃគូឡើយនេះទំនួលខុសត្រូវសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថាទទួលទាំងខុសទទួលទាំងត្រូវហើយរួមគ្នាมันមានន័យថាយើងព្យាយាមទៅដើមត្រូវរវាងមនុស្សពីរនាក់ហើយយើងហួញខុសទៅឲ្យមនុស្សម្នាក់ទៀតទទួលទេនឹងភាសាដែលយើងប្រយោគសាមញ្ញហើយផ្សារភ្ជាប់នឹងដែរខ្ញុំចង់រំលឹកថាកណ្ដាលដៃគូឬក៏យើងរស់នៅជាមួយនឹងជាដៃគូគឺយើងចាប់ផ្ដើមមានការគិតមួយរួមគ្នាទើបយើងអាចឈានដៃមកចាប់ដៃគូគ្នាបានអញ្ចឹងភាពទទួលខុសត្រូវមានន័យថាយើងអត់បោះបង់ចោលនរណាម្នាក់ដោយប្រការណាមួយហើយយើងគួរតែមានផែនការណាមួយសម្លឹងឃើញផ្លូវដែលត្រូវដើរទៅមុខទៀតខ្ញុំទទួលស្គាល់ថាទៅមុខទៀតយើងដឹងថាយើងមាននឹងឯកើតឡើងមួយគ្នាក៏ប្រហែលជាដៃគូមួយចំនួនអាចសំប្រកបនឹងការបន្តដំណើរមួយគ្នាក៏ពិតមែនប៉ុន្តែបច្ចុប្បន្នដែលយើងកំពុងតែរស់នៅមួយគ្នានេះខ្ញុំគិតថាដៃគូគួរតែមានផែនការណាមួយជាក់លាក់ថាយើងត្រូវធ្វើអីយើងត្រូវបន្តដំណើរទៅមុខទៀតដោយរបៀបណាហើយការចែករំលែកការទទួលខុសត្រូវរួមដែលបងបានសួរខ្ញុំមុនហ្នឹងមានន័យថាពួកគាត់ទាំងពីរបានដឹងពីទូនាទីផុសខ្លួនឯងហើយត្រូវធ្វើអីបន្តទៀតហើយអត់បានមើលបំណាំគ្នាឬក៏រុញច្រានទូនាទីហ្នឹងទៅឲ្យភាគីម្ខាងទៀតដោយគាត់គិតថាគាត់នឹងនៅតែកន្លែងណាមួយដែលសុខស្រួលហើយគាត់បោះបង់ឬក៏បំភ្លេចដៃគូរបស់គាត់ចេញពីជ្រុងរបស់ខ្ញុំដែលខ្ញុំផ្ដល់ឲ្យទៅបងវិញអញ្ចឹងសម្រាប់បងបន្តវិញបងយល់ឃើញមិនដែរបងចាអរគុណមែនតើហើយក៏ពេញចិត្តប្រធានបទនេះដែរខ្ញុំគិតថាអ្នកស្ដាប់របស់យើងអាចបានច្រើនវ័យហើយជាពិសេសបរិះក៏ចង់ឲ្យគាត់ស្ដាប់ដែរចាអរគុណច្រើនគ្រឹស្ណាសម្រាប់ការយល់ឃើញរបស់ខ្ញុំវិញគឺអត់ខុសឆ្ងាយពីគ្រឹស្ណាទេហើយពេញចិត្តពាក្យមិញមែនតើទទួលទាំងខុសទទួលទាំងត្រូវអានោះត្រូវហើយបើយើងរួមគ្នាចាអញ្ចឹងសម្រាប់ខ្ញុំការទទួលខុសត្រូវរួមខ្ញុំគិតថា
វាមិនមែនថាសម្រាប់ខ្ញុំជាដៃគូនឹងគ្នាការទទួលខុសត្រូវរួមវាមិនមែនថាត្រូវតែច្បាប់កំណត់ទេខ្ញុំគិតថាដំបូងបំផុតគឺដោយអាកិច្ចសន្យាផ្លូវចិត្តរបស់យើងអញ្ចឹងចាបើណាយើងមានកិច្ចសន្យារួមមួយជាមួយគ្នាចាតែយើងត្រូវធ្វើឲ្យគេខ្លះពិតប្រាកដតកតងនឹងទូនាទីជាបុរសឬក៏ទូនាទីជាស្ត្រីឬក៏ទូនាទីអាក្នុងភាពជាដៃគូហ្នឹងហើយការទទួលខុសត្រូវរួមខ្ញុំគិតថាវាគិតសពគ្រប់ទី1ផ្លូវចិត្តរបស់យើងចាទី2ផ្លូវកាយចារាងកាយដែលយើងត្រូវផ្ដល់ឲ្យគ្នាទៅវិញទៅមកហើយនឹងទី3ខ្ញុំគិតតកតងទៅនឹងហិរញ្ញវត្ថុដែរចាហិរញ្ញវត្ថុរបស់យើងវាត្រូវរួមហើយមានផែនការខ្លួនឯងមានផែនការដៃគូហើយនឹងផែនការរួមគ្នាទាំងពីរហ្នឹងអញ្ចឹងវាអាចនឹងលំអិតនៅក្នុងនឹងមួយផ្សេងទៀតប៉ុន្តែរឿងទាំងពីរហ្នឹងត្រូវតែនិយាយគ្នាឲ្យច្បាស់ចាខ្ញុំគិតថា3ផ្នែកនឹងសំខាន់ផ្លូវចិត្តបញ្ជាក់គ្នាឲ្យច្បាស់រាងកាយរបស់យើងព្រោះថាជាដៃគូរបស់យើងតាអត់មានអ្នកណាផ្សេងទេអញ្ចឹងរាងកាយរបស់យើងមានតម្រូវការខុសគ្នាទោះបីយើងជាដៃគូនឹងគ្នាក៏ដោយអញ្ចឹងយើងគោរពសិទ្ធិទៅគ្នាអញ្ចឹងយើងគោរពសិទ្ធិគ្នាទៅវិញទៅមកហើយយើងផ្ដល់តម្រូវការឲ្យគ្នាដោយឯកភាពទៀតចាហើយនឹងមួយទៀតហ្នឹងគឺហិរញ្ញវត្ថុសំខាន់ណាស់ការរៀបចំផែនការសន្សំចាមានបំណុលក៏ត្រូវដោះបំណុលមួយគ្នាដែរចាអញ្ចឹងវារួមគ្នាចាអញ្ចឹងមកឲ្យយើងត្រូវព្រមអត់មានខាងណាបង្ខំទេចាអញ្ចឹងមិនមែនថាប្រពន្ធអ្នកខ្ចីទុកឲ្យប្តីអ្នកសងនិយាយលេងចាអូខេអញ្ចឹងខ្ញុំគិតថាប្រធានបទនេះយើងអាចនឹងទៅជែកគ្នាស៊ីជម្រៅហើយខ្ញុំចង់បញ្ជាក់បលិចបន្ថែមដែរក្រៅពីទំនួលខុសត្រូវវាតកតងទៅនឹងការគោរពសិទ្ធិចាអញ្ចឹងនៅពេលដែលយើងនិយាយពីសិទ្ធិទំនួលខុសត្រូវនិងសិទ្ធិខ្ញុំគិតថាវាផ្សារភ្ជាប់គ្នាអញ្ចឹងនៅពេលដែលយើងស្គាល់ពីការទទួលខុសត្រូវទូនាទីរបស់ខ្លួនឯងទូនាទីដៃគូហើយនិងទូនាទីរួមហើយការគោរពសិទ្ធិគឺសំខាន់ហើយការគោរពសិទ្ធិក៏វាផ្ដោតលើផ្នែក3ដែលខ្ញុំលើកឡើងមកមុននឹងដែរខ្ញុំគិតថាវានៅតែសំខាន់អញ្ចឹងការគោរពផ្លូវចិត្តរៀងខ្លួនចាអញ្ចឹងតកតងទៅនឹងផ្លូវចិត្តការគោរពរាងកាយគ្នាទៅវិញទៅមកទាំងបុរសទាំងនារីជាដៃគូរបស់យើងហើយនឹងគោរពរឿងផ្នែកហិរញ្ញវត្ថុដែរអញ្ចឹងសម្រាប់ខ្ញុំយល់ថា3ហ្នឹងវាត្រូវតែផ្សារភ្ជាប់គ្នាក្នុងនាមជាដៃគូក៏ដោយចាអូខេបងអរគុណបងមែនតើហើយបងបានរំលេច3ជ្រុងដែលចេញមកទាំងផ្នែករាងកាយផ្លូវចិត្តក៏ដូចជាផ្នែកហិរញ្ញវត្ថុចាសម្រាប់ខ្ញុំគ្រប់គ្រងចំណុចនេះប៉ុន្តែខ្ញុំចង់បន្ថែមពីលើនឹងបន្តិចពាក្យថាគ្រប់សិទ្ធិហ្នឹងអាចនិយាយបានថាពួកគាត់គ្រប់ទាំងសិទ្ធិផកគាត់ដែលគាត់មានហើយភាគីម្ខាងទៀតក៏គាត់មានសិទ្ធិផកគាត់ដែលឡែងតែបើតែគាត់ដើរដំណើររួមគ្នាមានការទូខុសត្រូវរួមគ្នាក៏ដោយខ្ញុំអាចឲ្យឧទាហរណ៍ជាក់ស្ដែងមួយឧទាហរណ៍ថាភាគីនារីឬក៏ស្ត្រីគាត់ចង់ប្រើប្រាស់មធ្យោបាយវិជាកណ្ដាលណាមួយដែលគាត់ឆ្លាញ់ពេញចិត្តប៉ុន្តែចេញពីខាងបរិបទវិញគាត់អត់ពេញចិត្តឬគាត់បដិសេធតើមកដល់ចំណុចនេះតើយើងសម្រេចចិត្តបែបណានៅក្នុងស្ថានភាពបែបហ្នឹងយើងបានឃើញជាច្រើនថាប្រហែលជានារីគាត់អនុគ្រោះគាត់សម្របខ្លួនទៅតាមការសម្រេចចិត្តឬក៏សំណើសុំរបស់បរិបទប្រហែលជាកន្លែងនេះបងអាចរៀងផ្សារភ្ជាប់ក៏ដូចជាយល់ពីអារម្មណ៍នារីដូចគ្នាអញ្ចឹងមានសំណួរជាច្រើនដែលគេសួរខ្ញុំថាហេតុអីបានមជ្ឈបាយវិជាកណ្ដាលបដោតទៅលើនារីតើអត់មានមជ្ឈបាយវិជាកណ្ដាលសម្រាប់បរិបទឬក៏អត់មិនដែរសម្រាប់បងគាត់ថាមិនដែរគ្រូសាលើកឡើងអញ្ចឹងខ្ញុំពិតជាធ្លាប់បានទៅចែកគ្នាលេងចាយកទៅចែកគ្នាលេងញ៉ាំកាហ្វេអីអញ្ចឹងណាដល់ពេលទៅចែកដល់តាក់ទងទៅនឹងរឿងមធ្យោបាយពជាកំណើតហ្នឹងទៅខ្ញុំសួរសំណួរដ៏ឆោតមួយថាទេខ្ញុំឆ្ងល់អ្នកដែលគាត់បង្កើតអ្នកវិទ្យាសាស្ត្របង្កើតថ្នាំពជាកំណើតខ្ញុំទាយថាគាត់នឹងបុរសហ្មងហេតុអីបងដោយសារតែគាត់ដាក់បន្ទុកទៅនារីគាត់ខ្ជិលលូនគាត់យើងនិយាយលេងណាចាអញ្ចឹងខ្ញុំក៏គិតថានារីខ្ញុំដឹងគាត់ថាយើងគីឡូយើងចូលទូខ្ញុំគិតថានារីយើងរាងកាយរបស់យើងវាមានអរម៉ូនមានអីច្រើនហើយបំរែបំរួលក៏ច្រើនអីចឹងដែរហើយបើសិនបើនិយាយអំពីតួនាទីតាមបែបអាស៊ីឬក៏ប្រពៃណីខ្មែរយ៉ាងទៀតតួនាទីច្រើនហើយចាអញ្ចឹងវាត្រូវបន្ថែមរឿងពជាកំណើតត្រូវចេះគិតគូរខ្លួនឯងទៀតហេតុអីបានជាអ្នកវិទ្យាសាស្ត្រហ្នឹងមិនគិតគូរថាឲ្យបរិបទសម្រាលបន្ទុកខ្លះទៅចាអញ្ចឹងនារីបើសិនបើថាចង់ពជាកំណើតត្រូវតែគិតគូរដោះស្រាយខ្លួនឯងហើយខ្ញុំពិតជាធ្លាប់បានជួបថានៅពេលដែលមានបុត្រដែលចៃដន្យណាចាគាត់ខ្ញុំធ្លាប់ឮចាស់គាត់បន្ទោសទៅខាងនារីគាត់ថាចុះយើងខ្លួនឯងយើងមិនចេះការពារទៅចាអញ្ចឹងគាត់បន្ទោសទៅខាងនារីថាមកពីយើងខ្លួនឯងទេកុំបន្ទោសខាងប្រុសបែរជាទទួលបានការស្ដីបន្ទោសទៀតនៅពេលដែលអ្វីមួយមិនសមបំណងណាចាអញ្ចឹងខ្ញុំគិតថាផ្នែកមួយហ្នឹងតកតងទៅនឹងការពជាកំណើតខ្ញុំគិតថានារីគួរតែ
មានសិទ្ធិគ្រប់គ្រាន់មិនមែនគួរតែគឺនារីមានសិទ្ធិគ្រប់គ្រាន់គ្រាន់តែយើងអត់ទទួលស្គាល់ឬមួយក៏មិនអញ្ចឹងគួរតែមានភាពក្លាហាននិយាយអំពីរាងកាយរបស់យើងសិទ្ធិរបស់យើងជំរឿសរបស់យើងហើយខ្ញុំជឿថាមានអង្គការស្ថាប័នរដ្ឋាភិបាលឬក៏ក្រសួងផ្សេងៗហ្នឹងក៏លោកគ្រប់គ្រងដែរប៉ុន្តែប្រហែលជាយើងអត់បានលើកឡើងនៅបញ្ហាអត់ហ្នឹងយកមកទៅចែកយកមកស្នើសុំការជួយឬមួយក៏ការគ្រប់គ្រងផ្សេងៗអញ្ចឹងណាអញ្ចឹងទៅនារីប្រហែលជាគាត់ឲ្យមโนសញ្ចេតនានឹងទៅមុនធម្មតាទេដៃគូគាត់មិនស្រឡាញ់អញ្ចឹងគាត់សុខចិត្តថាអូខេគាត់ផ្ដល់ឲ្យគាត់ទទួលឬក៏ខ្ញុំប្រើពាក្យសាមញ្ញថាទ្រាំអញ្ចឹងខ្ញុំពិតជាអត់ចង់ឲ្យនារីទ្រាំមិនមែនយើងក៏អើតកតោមទេប៉ុន្តែយើងមានសិទ្ធិនៅក្នុងការសម្រេចចិត្តហើយវាជាការសម្រេចចិត្តរួមមិនមែនជាការសម្រេចចិត្តរបស់តែដៃគូយើងទេចាអរគុណបងសម្រាប់ចម្លើយហើយក៏ខ្ញុំធ្លាប់បានលើភាពរបៀបថាជជែកបែបញែកនេះពីខាងនារីផ្សេងៗដែរគាត់ធ្វើការមួយខ្ញុំក៏ដូចជាគាត់ស្គាល់ខ្ញុំគាត់បានជជែកពីរឿងហ្នឹងដែរអញ្ចឹងឆ្លើយតបទៅវិញខ្ញុំគិតថាមជ្ឈមណ្ឌលវិទ្យាកណាតប្រហែលជាទស្សនិកជនយើងប្រហែលជាគាត់ពេលខ្លះគាត់ភ្លេចឬក៏គាត់អាចដឹងអស់តែពិតសម្រាប់បរិសុទ្ធក៏មានដែរទី1យើងមានស្រោមអនាម័យបរិសុទ្ធចា៎ទី2យើងមានវិធីសាស្ត្រមួយចំនួនទៀតតែគាត់ថាជាវិធីសាស្ត្រអចិន្ត្រៃយ៍ដូចជាការចោះចងអំពងមានជីវិតឈ្មោលមានន័យថាគាត់ធ្វើហើយគាត់អាចមានកូនមួយជីវិតសួរថាជំរឿអស់ហ្នឹងប្រហែលជាបរិសុទ្ធជាច្រើនគាត់នៅ concern គាត់នៅបារម្ភគាត់នៅពិចារណាអញ្ចឹងត្រឡប់មកវិញជំនួសដែលការស្ដីបន្ទោសដូចបងបាននិយាយមិញទៅកាន់នារីឬក៏ស្ត្រីពីការឆ្លោះឆ្លួយមានកូននៅចៃដន្យហើយដែលមិនយើងមិនព្រមទាំងអស់គ្នាមិនព្រមបដូរបរិបត្តិហ្នឹងមកទៅជាការជជែកគ្នាមុនវិញខ្ញុំគិតថាការជជែកគ្នាមុនពេលដែលយើងប្រើមធ្យោបាយវិទ្យាកណាណាមួយឬក៏យើងមុននឹងសម្រេចចិត្តជ្រើសរើសសេវាសុខភាពណាមួយដែលបានជជែកគ្នាមុនប្រកាសជាមានដែរបងថាការប្រទាញបតុងការអូខេម្នាក់នេះលើកថាអញ្ចេះខាងនោះលើកថាអញ្ចោះប៉ុន្តែខ្ញុំមិនតែគិតថាការជជែកគ្នាមុននៅតែល្អហើយណាស់ក៏យើងបានជជែកគ្នាដឹងអំពីផ្នែកគំនិតរៀងខ្លួនដែរដើម្បីអីដើម្បីយើងតែពិតការព្រមព្រៀងឬក៏ការទៅដល់គោលដៅមួយចំនួនមានការជាពីការប្រកែកគ្នាដោយបងបានដឹងអញ្ចឹងកាលណាយើងបានជជែកគ្នាយើងបានការពីអ្វីដែលយើងចង់ធ្វើមួយគ្នាប្រហែលជាយើងអាចមានផ្លូវល្អមួយក្នុងការសម្រេចចិត្តមួយដែលល្អប្រសើរជាងនឹងវាល្អប្រសើរជាងក្នុងការយកសម្រេចចិត្តទៅតាមភាគីណាមួយដែលបងប្រពាក្យថាទ្រាំចា៎នឹងឯប្រហែលជានារីយើងគាត់ទ្រាំឬក៏គាត់ព្រមទៅតាមសំណើរបស់ដៃគូរបស់គាត់ចឹងយើងមិនរាប់វាចូលជាការទទួលខុសត្រូវរួមទេវាទៅជាភាពលំអៀងឬក៏ភាពអាត្មានិយមរបស់ដៃគូណាមួយតែសួរថាតើអ្នកណាទទួលផលប៉ះពាល់ក៏ដូចជាផលរំខានឬក៏ផលអវិជ្ជមានណាមួយប្រកាសជាអ្នកដែលគាត់តែធំនឹងតែទទួលបានអញ្ចឹងខ្ញុំសង្ឃឹមថាទាំងអស់គ្នាប្រហែលជាអាចគួរតែគិតលើរឿងហ្នឹងឬក៏ចាប់ផ្ដើមគិតថាការទទួលខុសត្រូវរួមវាមិនមែនគ្រាន់ជាពាក្យដូចយើងបានលើកតែមិននិយាយឲ្យតែហើយទេប៉ុន្តែវាជាការទាញយកនូវភារកិច្ចឬក៏ដឹងពីទូនាទីផុសខ្លួននៅក្នុងការធ្វើវាឲ្យកើតឡើងមានអញ្ចឹងសរុបចុងក្រោយតែបើតែវាជាឧទាហរណ៍មួយដែលយើងបានថប់ដែរបោះឆ្ងល់ដែរអញ្ចឹងយើងឃើញថាតាមពិតមជ្ឈបាយវិទ្យាកណាតមានជំរឿច្រើនតែតាមពិតអ្នកដែលចុងក្រោយដែលហើមកប្រើប្រាស់ក៏ដូចជាអ្នកដែលផ្ដល់សម្ពាធទៅកាន់ភាគីនារីខ្ញុំគិតថាប្រហែលជាអាចជាការទ្រាំផងគាត់ឬក៏ជាសម្ពាធសង្គមណាមួយឬក៏អាចជាដៃគូប្រកបផ្ទាល់ក៏បានដែរបាទចាពិតមែនគ្រឹស្ណាហើយណាមួយទៀតអាចអញ្ចេះដែរបានន័យថាការយល់ដឹងអំពីវិធីសាស្ត្រពជាកំណើតហ្នឹងគាត់អត់បានយល់ដឹងល្អិតល្អន់ណាចាគាត់អត់បានពិភាក្សាជាមួយអ្នកជំនាញអញ្ចឹងទៅធ្វើឲ្យគាត់កើតការបារម្ភគាត់បារម្ភនឹងគាត់ហើយគាត់ចាប់ដើមថ្លឹងថ្លែងថាអូប្រហែលជាបើសិនបើពជាកំណើតលើបរោះតិចអាផលប៉ះពាល់ហ្នឹងទៅធ្ងន់ជាងវិញចាបងនារីដូចជាមិនសូវទេគាត់ទៅជាមានការថ្លឹងថ្លែងបែបហ្នឹងហើយអញ្ចឹងទៅបែរជាជំរុញឲ្យការសម្រេចចិត្តហ្នឹងគួរតែផ្អែកទៅលើភាគីណាម្ខាងជាងអញ្ចឹងទៅអញ្ចឹងខ្ញុំចង់សួរបន្ថែមដែរបើសិនបើយើងក្នុងនាមជាបរោះតាក់ទងទៅនឹងការដែលមានសម្ព័ន្ធភាពប្រកបដោយការទទួលខុសត្រូវតើបរោះនេះគាត់គួរតែធ្វើគេខ្លះសំណួរល្អបើតែខ្ញុំមិនតមានគ្រូសាស្ត្រខ្ញុំអាចឆ្លើយជូនបងបានមានន័យថាក្នុងសម្ព័ន្ធភាពមួយក្នុងភាពជាដៃគូក្នុងនាមជាបរោះទី1យើងត្រូវដឹងពីការទទួលខុសត្រូវរបស់យើងដោយឡែកទី2ការទទួលខុសត្រូវរួមប៉ុន្តែក្នុងលក្ខខណ្ឌមួយចំនួនត្បិតតែយើងអាចដើរតួជំនួសស្ត្រីបានឧទាហរណ៍ថាមជ្ឈបាយវិទ្យាកណាតផលស្ត្រីឬក៏ការឆ្លងទន្លេជាបរិបទធម្មជាតិមួយដែលបរិបទអាចទទួលខុសត្រូវលើរឿងហ្នឹងបានប៉ុន្តែងាកមកវិញក្នុងនាមជាបរិបទយើងអាចផ្ដល់ការគ្រប់គ្រងខ្ញុំគិតថាអត់មាននារីណាដែលបដិសេធការគ្រប់គ្រងទេមែនទេបងការគ្រប់គ្រងមានច្រើនរូបភាពខ្ញុំគិតថាតាមកាយវិការពាក្យសម្ដីក៏ដូចជាការផ្ដល់ផាសុខភាពផ្លូវចិត្តទៅកាន់ដៃគូរបស់យើងខ្ញុំគិតថារបស់នេះប្រហែលជាអត់មានលក់នៅលើទីផ្សារប៉ុន្តែវាពិតជា
យកត្រូវការលុយឯក្នុងការបញ្ជាក់ព្រោះវាទៅកាន់ដៃគូរបស់យើងខ្ញុំឲ្យទីហោមួយបងដែលឃើញនៅពេលដែលស្ត្រីគាត់មានផ្ទៃពោះហើយគាត់ទៅពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យតើមានប្រមាណស្ត្រីដែលគាត់ត្រូវបានស្វាមីគាត់ជូនទៅបងអាចសម័យថយក្រោយបន្តិចនៅពេលដែលយើងបានឃើញទស្សនវិជ្ជាស្ដែងយើងនឹងមិនឃើញច្រើនប្រមាណទេកាលពីសម័យមុនយើងឃើញថាការទៅទទួលសេវានៅមន្ទីរពេទ្យទៅពេលម្ល៉េះមានផ្ទៃពោះវាអាចប្រហែលជាសាច់ញាតិផលស្ត្រីឬក៏ឪពុកម្ដាយក្មេងឬគាត់ទៅដោយខ្លួនឯងយើងនឹងកម្រឃើញបរិះគាត់ចូលរួមក្នុងការជូនទៅមិនមែនជាការបន្ទោសទេប៉ុន្តែប្រហែលជាគាត់មានហេតុផលរវល់ការងារគាត់ចូលទៅការពីព្រឹកឯផ្សេងតែសួរថាមកដល់បច្ចុប្បន្នយើងបានឃើញការផ្លាស់ប្ដូរគេខ្លះសម្រាប់ខ្ញុំឃើញមានចំណុចល្អជាច្រើនដែលយើងបានផ្លាស់ប្ដូរគឺយើងអនុញ្ញាតឲ្យបរិះចូលទៅកាន់បន្ទប់សម្រាលនៅពេលដែលស្ត្រីគាត់ក្នុងទន្លេបងយកឃើញមិនដែរចារឿងនេះគឺរឿងល្អមែនតើហើយនេះបើសិនជាពីសម្លេងរបស់មនុស្សស្រីក៏ចង់ទៅប្រាប់ទៅបរិះដែលគាត់អត់ដឹងចង់ឲ្យប្រាប់ថាស្ដាប់ដៃគូរបស់យើងណាចាហើយពេលខ្លះទៅឧទាហរណ៍ថាបើសិនបើគាត់មិនមែនជាអ្នកនិយាយបើសិនបើនារីគាត់មិនមែនជាអ្នកនិយាយសូមឲ្យបរិះសួរផងពេលខ្លះនារីគាត់រៀងមិនគាត់រៀងរឹងរូសគាត់មានអ្នកគាត់ចាំឲ្យគេសួរអញ្ចឹងទាំងនារីទាំងបរិះត្រូវតែយល់គ្នាហ្នឹងហើយអញ្ចឹងនារីពេលខ្លះស្វាមីអត់ដឹងយើងត្រូវសុំគាត់ប្រាប់គាត់អីចឹងទៅហើយបរិះក្នុងនាមជាស្វាមីនៅពេលដែលភរិយាប្រាប់សុំស្ដាប់ចាហើយយើងដើរតួទៅជាដៃគូដែលមានទំនួលខុសត្រូវអញ្ចឹងយើងស្ដាប់គាត់ហើយយើងត្រូវផ្ដល់ឲ្យអញ្ចឹងដូចស្នានិយាយឡើងត្រូវមែនតើនារីគាត់ចង់បានណាគាត់ចង់បានការគ្រប់គ្រងពីបរិះចាទី1ហ្មងហើយទី1គឺការគ្រប់គ្រងផ្លូវអារម្មណ៍ការគ្រប់គ្រងផ្លូវចិត្តចាអាហ្នឹងសំខាន់មែនតើហ្មងហើយបើសិនជាដៃគូមួយគ្នាទៀតស្មោះត្រង់មានការប្រស្រ័យតាក់ទងទៅវិញទៅមកហើយឲ្យយល់ពីចិត្តគាត់ហ្នឹងដូចស្នាថាអញ្ចឹងវាអានឹងទិញមិនបានហើយបរិះបើគាត់ធ្វើក៏គាត់អត់ចាយលុយដែរអូខេអាហ្នឹងគឺសំខាន់ណាស់បានទៅជែកជាមួយដៃគូមានភាពស្មោះត្រង់ហើយសួរនាំសុខទុក្ខគ្នាហ្នឹងហើយនឹងទី2ការគ្រប់គ្រងផ្លូវកាយដែរចាអញ្ចឹងការគ្រប់គ្រងផ្លូវកាយយើងនិយាយតាំងពីយើងចាប់ផ្ដើមតំណមួយគ្នាយើងមានសម្ព័ន្ធភាពជាមួយគ្នាហើយរហូតមកដល់ថាអូខេយើងចង់ជ្រើសរើសមានបុតឬក៏ជ្រើសរើសវិធីសាស្ត្រនៅក្នុងការពជាកំណើតអញ្ចឹងទៅខ្ញុំពិតជាសប្បាយចិត្តខ្ញុំឃើញថាមានការប្រែប្រួលដែរចាបរិះគាត់ជូននារីទៅពិនិត្យសុខភាពខ្ញុំនិយាយស្មោះត្រង់នៅពេលដែលស្វាមីជូនទៅសប្បាយណាវាដូចរៀងកក់ក្ដៅវាអត់សូវបារម្ភបើទៅម្នាក់ឯងក៏វាសុវត្ថិភាពប៉ុន្តែវាដូចរៀងស្ងេះស្ងោចនិយាយត្រង់វាដូចរៀងអន់ចិត្តហើយនារីប្រហែលជាពេលនោះមិនមែនទេនារីជាទូទៅអារម្មណ៍របស់គាត់ដូចជាឆាប់រងាដល់ទៅពេលគាត់ឃើញអ្នកផ្សេងជូនទៅក៏គាត់ដូចរៀងនឹកតូចចិត្តចឹងទៅជួនកាលអត់មានរឿងអីសោះគ្រាន់តែស្វាមីគាត់រវល់អត់បានជូនទៅហើយយើងមិនបានប្រាប់មិនបានស្នើសុំចេះគិតថាអូខ្លួនឯងឯកោមែនអញ្ចឹងវាអាចនឹងក្នុងកត្តាហ្នឹងដែរហើយបើសិនតែយើងនិយាយអំពីជំរឿសនៅក្នុងការប្រើប្រាស់វិធីសាស្ត្រពជាកំណើតទៀតសញ្ញាណល្អដែរនៅពេលដែលលោកគ្រូអ្នកគ្រូដែលគាត់ជាគ្រូពេទ្យឬមួយក៏អ្នកដែលគាត់ធ្វើកិច្ចការងារតាក់ទងទៅនឹងអ្នកជំនាញដែលធ្វើកិច្ចការងារផ្នែកហ្នឹងគាត់អញ្ជើញទាំងប្រពន្ធអញ្ជើញទាំងប្តីទៅនិយាយហើយខ្ញុំឃើញថារឿងល្អមែនតើដោយសារតែការពជាកំណើតមិនមែនប្រាប់តែប្រពន្ធណាតោះតែប្រាប់ប្តីដែរព្រោះវាជាការទូខុសត្រូវរួមចាកន្លែងនេះខ្ញុំចាប់អារម្មណ៍ទីហោផងបងយើងឃើញថាជប់ឲ្យវិជាកណ្ដាលមួយចំនួនទាមទារឲ្យដៃគូតែពិតជាទូទៅគឺទាមទារដៃគូទៅហើយប៉ុន្តែមធ្យោបាយខ្លះគឺតម្រូវដាច់ខាតថាដៃគូត្រូវទៅជាមួយគ្នាហេតុផលអីទី1ឲ្យគាត់ដឹងថាតើផលរំខានពីមធ្យោបាយវិជាកណ្ដាលមួយហ្នឹងវាដោយឡែកប៉ុណ្ណាវាប្រែប្រួលប៉ុណ្ណាដើម្បីដៃគូគាត់ដឹងទី1ទី2យើងចង់ឲ្យបរិះហ្នឹងបង្កើតឬក៏គិតពីការគ្រប់គ្រងប្រកបតែផ្ដល់ឲ្យទៅនារីនៅពេលដែលពួកគាត់កំពុងតែប្រើប្រាស់ឬក៏បន្តប្រើប្រាស់ទៅមុខទៀតអូខេខ្ញុំអាចឲ្យឧទាហរណ៍មួយឧទាហរណ៍ថាគាត់ដឹងពីស្ថានភាពនៃមធ្យោបាយវិជាកណ្ដាលហ្នឹងគាត់ដឹងពីផលរំខានបរិះប្រហែលជាអាចគាត់ត្រៀមខ្លួនរួចជាស្រេចដើម្បីគិតថាគាត់គ្រប់គ្រងនារីដោយវិធីណាជាដៃគូឬក៏ជាភរិយារបស់គាត់ខ្ញុំអាចឲ្យជាសេណារីយ៉ូមួយថាសំណួរខ្លះវាពិតជាអត់ចាយលុយដូចបងមានប្រសាសន៍មុនហ្នឹងអញ្ចឹងអាចសួរថាអូនថ្ងៃហ្នឹងបន្ទាប់ពីប្រើប្រាស់មធ្យោបាយហ្នឹងហើយអូនមានអារម្មណ៍មិនដែរអូនពិបាកធំប៉ុណ្ណាឬក៏ត្រូវការបងជួយអីអត់ខ្ញុំគិតថាសំណួរនេះនារីប្រកាសជាអត់អាចបដិសេធបានទេបងមែនទេចាពិតប្រកបមែនតើហ្មងអញ្ចឹងខ្ញុំគិតថានារីដែលគាត់រងមាំឬក៏គាត់ចង់ become independent woman មិនខ្ញុំអត់ដឹងទេប៉ុន្តែបើកាលណាគាត់មានដៃគូឬក៏គាត់នៅមួយស្វាមីសំណួរអស់នេះពិតជាអាចនិយាយបានថាជាការយល់ចិត្តរបស់គាត់មួយដែលយើងកំពុងជែកគ្នាអញ្ចឹងតើបើថាបរិះគាត់អាចពជាកណ្ដាលជំនួសស្ត្រីបានឬក៏ប្រពន្ធគាត់បានឬក៏ដៃគូគាត់បានទៅចោះ
តែសំណួរនេះគាត់ពិតជាអាចសួរដៃគូពួកគាត់បានខ្ញុំលើកទឹកចិត្តថាកុំសួរក្នុងនាមឲ្យតែបានសួរក្នុងន័យចេញពីចិត្តពីការបារម្ភការភាសាប្រើភាសាប្រហែលជាអាចផ្អែមដូចខ្ញុំសួរបងក៏អាចថាបានប៉ុន្តែគាត់មានរបៀបក្នុងការសួរក្នុងគ្រួសារគាត់ឬក៏យើងអាចទីហៅថាម៉ាក់វាមិនហើយបន្ទាប់ពីដាក់មកមិនដែរជួបពេលថ្ងៃណាខ្ញុំគិតថានារី10ទាំង10ប្រហែលជាអាចនឹងសប្បាយចិត្តជាងហ្នឹងអញ្ចឹងកន្លែងនេះខ្ញុំចង់បញ្ជាក់ថានយោបាយវិជាកណើតត្បិតតែវាមានភាគច្រើនដែលយើងផ្ដោតទៅលើស្ត្រីឬក៏នារីប៉ុន្តែបរិបទក៏គាត់បានផលចំណេញពីនយោបាយវិជាកណើតនឹងដែរអញ្ចឹងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថាកណាប្រពន្ធឬក៏ភរិយាប្រកបឬក៏ដៃគូប្រកបមានសុខភាពល្អគាត់ប្រឈមមុខនឹងការមានកូនដែលចៃដន្យបងអាចទៅគិតមើលវិញថាយើងអាចគិតទាំងអស់គ្នាថាគាត់នឹងមានពេលវេលាគ្រប់គ្រាន់ក្នុងការប្រកបរបររកស៊ីប្រចាំថ្ងៃគាត់មានសុខភាពល្អក្នុងការថែទាំផ្ទះសម្បែងបើសិនមកគាត់ជាស្ត្រីមេផ្ទះហើយលើសពីនឹងទៀតគាត់ក៏មានពេលវេលាគ្រប់គ្រាន់ក៏ដូចជាសុខភាពបរិបូរក្នុងការថែទាំស្វាមីក៏ដូចជាដៃគូប្រកបដែរអញ្ចឹងផលចំណេញមួយចំនួនពិតជាអត់បានបញ្ជាក់ឬក៏រំលេចចេញមកខាងក្រៅទេប៉ុន្តែបរិបទពិតជាអាចទទួលបានផលចំណេញនឹងដោយប្រយោលឬក៏អត់ដឹងខ្លួនពីការគ្រប់គ្រងប្រកបនឹងដែរនឹងចេញពីខ្ញុំទៅចាឥឡូវខ្ញុំចង់សួរបងបន្តិចដែរថាក្នុងនាមបងជាភរិយាម្នាក់បងគិតថាតើការគ្រប់គ្រងផលបរិបទឬក៏ស្វាមីបងក្នុងជ្រុងណាមួយដែលបងគិតថានារីគួរតែទទួលបានច្រើនជាងហ្នឹងចាអរគុណច្រើនក្រស្នាដែលលើកឡើងនៅចំណុចហ្នឹងមកហើយខ្ញុំពិតជាចង់បកស្រាយហើយបញ្ជាក់បន្ថែមទៅកាន់ដៃគូផ្សេងទៀតចាហើយជាពិសេសជាបរិះនិងស្ត្រីចាដែលគាត់ជាប្តីប្រពន្ធនឹងគ្នាអញ្ចឹងខ្ញុំគិតថាបងដែលគាត់ជាស្វាមីប្រហែលជាបងរវល់ការងារឬមួយក៏បងផ្លិចចាអញ្ចឹងខ្ញុំសូមប្រាប់វិញថាអញ្ចឹងបងកុំផ្លិចមិនមែនបានន័យថាប្រពន្ធឲ្យតែបងដល់ខែបងបោះលុយឲ្យគាត់សប្បាយចិត្តទេចាអានឹងប៉ះពាល់ផ្លូវចិត្តគាត់ណាស់បងចាអញ្ចឹងប្រហែលជាបងអាចនឹងធ្វើការដោយការពីយើងនៅសង្សារទៅបងចាអញ្ចឹងបានន័យថាយើងព្រោះថាវាតាក់ទងទៅនឹងទំនាក់ទំនងអញ្ចឹងទំនាក់ទំនងមួយដែលល្អបងមិនមែនយូរទៅវាសាបទេខ្ញុំចង់ផ្ញើសារទៅអញ្ចឹងដោយសារតែយើងធ្វើវាសាបអញ្ចឹងទំនាក់ទំនងដែលល្អគឺការគ្រប់គ្រងផ្លូវចិត្តគ្នានឹងសំខាន់ណាស់ហើយខ្ញុំពិតជាសប្បាយចិត្តនៅពេលដែលលើកបរិមម្នាក់គាត់ប្រើពាក្យដូចដែលក្រស្នាលើកដើមហ្នឹងអូនមិនហើយថ្ងៃហ្នឹងចាដូចជាពិធីសាស្ត្រវិជាកំណើតខ្ញុំចង់បានការចូលរួមរបស់បងខ្ញុំដឹងថាពេលខ្លះគាត់យល់ថាសិទ្ធិអូនឯងបងចង់ផ្ដល់សិទ្ធិឲ្យអូនឯងបងចង់ឲ្យការសម្រេចចិត្តទៅការសម្រេចចិត្តបងឯងខ្ញុំយល់ថាវាជាចេតនាល្អរបស់គាត់ទេក៏ប៉ុន្តែអារបៀបដែលគាត់ផ្ញើសាររបស់គាត់មកហ្នឹងណានារីរបស់យើងបែរជាអន់ចិត្តវិញថាប្តីប្រពន្ធមួយគ្នាហើយជីវិតរួមគ្នាមិនបាត់ជួយគិតគាត់ចាអញ្ចឹងខ្ញុំចង់បញ្ជាក់ថាពេលខ្លះបងកុំស្ងាត់នៅពេលដែលនារីគាត់សួរគាត់ចង់បានការឆ្លើយតបលុះត្រាតែគាត់អត់សួរនឹងបងកុំនិយាយប៉ុន្តែនៅពេលដែលគាត់សួរបងគាត់ពិតជាចង់បានការចូលរួមរបស់បងក្នុងបែបណាក៏ដោយអញ្ចឹងបើសិនបើថាបងអត់ដឹងឬក៏បងពិតជាចង់ផ្ដល់សិទ្ធិឲ្យគាត់នៅពេលដែលគាត់សួរថាបងបើសិនបើយើងប្រើប្រាស់វិធីសាស្ត្រនេះបងគិតមិនដែរអញ្ចឹងខ្ញុំសូមឲ្យឆ្លើយថាបងគិតថាល្អដែរតាអូនឬមួយក៏អូនឯងគិតមិនដែរចុះរាងកាយបងឯងសុខភាពបងឯងអូនឯងយល់ថាម៉េចហើយបើសិនបើយើងឧទាហរណ៍ថាឥឡូវបើសិនបើយើងចង់ពជាកំណត់5ឆ្នាំហើយអូនឯងប្រើវិធីសាស្ត្រអញ្ចឹងអូនឯងបញ្ជាក់មួយពេទ្យច្បាស់នៅចុះមិនត្រូវការឲ្យគាត់ឆ្លើយទាំងអស់ណាប៉ុន្តែបង្ហាញតែការចូលរួមអញ្ចឹងអូនឯងបើសិនអូនឯងធ្វើអីអូនឯងបញ្ជាក់មួយពេទ្យដូចច្បាស់អូនឯងមិនដែរសុខភាពអូនឯងមិនដែរអញ្ចឹងណាហើយមួយទៀតការចូលរួមទៀតអូនណាបើសិនបើអូនឯងត្រូវជួបពេទ្យប្រាប់បងនឹងឆ្លៀតពេលបងចូលរួមទៅបងជូនទៅឬមួយក៏បើសិនមកពេលហ្នឹងបងរវល់ពិតមែនបងបរោះបងរវល់ពិតមែនទៅយើងបង្ហាញការយកចិត្តទុកដាក់ហ្នឹងហើយយកចិត្តទុកដាក់ពិតប្រកបឬក៏ខ្ញុំមិនដឹងឯងសំដែងមិនក៏ដោយបង្ហាញថាអូនឯងណាគេជូនទៅមានមិត្តភក្តិជូនទៅអត់ឬក៏បងប្អូនជូនទៅអត់ឬមួយក៏ម៉ាក់ក្មេកឬក៏អីជូនទៅអត់ឬក៏បើសិនបើហាងមិនអីទេគាត់ទៅពិនិត្យសុខភាពគាត់អាចទៅខ្លួនគាត់បានអីអញ្ចឹងណាបង message អត់ចំណាយពេលយូរទេឥឡូវគេពង trend ណាចាយពេល5-6 second តាអូនមិនហើយដល់ពេទ្យនៅពេទ្យថាមិនដែរអាហ្នឹងគឺវាមានតម្លៃហើយមានកម្លាំងណាស់នារីគាត់ចង់បានអាហ្នឹងណាចាអញ្ចឹងសុំធ្វើផងចាយើងប្រហែលជាអាចជជែកតែពីជ្រុងវិជ្ជមានឬក៏ភាពស្រស់ស្រួលទៅជាមួយគ្នារលូនចាបញ្ជាក់ពីនឹងបន្តិចខ្ញុំចង់សួរបងវិញថាក្នុងករណីមួយដែលដៃគូគាត់មានការខ្វែងគំនិតគ្នាក៏ដូចជាការជជែកគ្នានឹងវាអត់ទៅរលូនក្នុងការជ្រើសរើសមធ្យោបាយវិជាកណណាមួយឧទាហរណ៍ថារវាងប្តីប្រពន្ធអញ្ចឹងក្នុងនាមបងជាភរិយាម្នាក់បើសិនបើមានរឿងនឹងកើតឡើងចំពោះ
បងផ្ទាល់ឬក៏ស្វាមីផងបងតើបងនឹងដោះស្រាយវាបែបណាដែរ ចាអរគុណច្រើនក្រស្នានៅក្នុងករណីដែលយើងមានគំនិតខ្វែងគ្នាឥឡូវយើងផ្ដោតទៅលើការជ្រើសរើសវិធីសាស្ត្រពន្យាកំណើតមួយចុះអញ្ចឹងនៅពេលដែលការជ្រើសរើសវិធីសាស្ត្រពន្យាកំណើតនៅពេលដែលប្តីប្រពន្ធគាត់មានគំនិតខ្វែងគ្នាឧទាហរណ៍ប្តីគាត់ចង់ប្រើវិធីសាស្ត្រណាតែប្រពន្ធគាត់ចង់ប្រើវិធីសាស្ត្រនោះអញ្ចឹងណាខ្ញុំគិតថាដំបូងបំផុតពិតប្រាកដខ្ញុំទៅចែកមួយគាត់ហើយអញ្ចឹងប៉ុន្តែទៅចែកឲ្យគាត់នៅមិនព្រមណាដល់ពេលទៅចែកឲ្យគាត់នៅមិនព្រមខ្ញុំគិតថាខ្ញុំរកជំរើសទី3ហ្នឹងខ្ញុំនឹងអាចទៅយើងអាចទៅបើថាញាតិមិត្តបងប្អូនយើងមុនអាចអញ្ចឹងដែរចុះវិធីសាស្ត្រមួយប្រហែលជាខ្ញុំអាចនឹងទៅចែកឧទាហរណ៍ពុកម៉ែក្មេកយើងចាពុកម៉ែក្មេកឬក៏ពុកម៉ែបកើតប្រាប់ពីហេតុផលរបស់យើងអញ្ចឹងព្រោះថាពីរនាក់យើងអាចទៅចេះបងដោយសារលក្ខខណ្ឌអូនចេះសុខភាពរបស់អូនចេះឬមួយក៏អូនចង់ចេះអីអញ្ចឹងទៅអញ្ចឹងយើងអាចប្រាប់ពីហេតុផលផ្ទាល់ខ្លួនប៉ុន្តែគាត់នៅតែមានហេតុផលរឹងមាំណាមួយទៀតដែលគាត់គិតថាជំរើសណាមួយផ្សេងទៀតវាល្អសម្រាប់ពួកយើងជាងអញ្ចឹងណាអញ្ចឹងបន្ទាប់ពីទៅចែកគ្នាហើយខ្ញុំគិតថាខ្ញុំនឹងជំរើសទី3គឺអាចថាមិត្តភ័ក្តិមិនមែនមិត្តភ័ក្តិតែបងប្អូនឬមួយក៏ពុកម្ដាយរបស់យើងអញ្ចឹងទៅដើម្បីសកត់ធ្ងន់បន្ថែមដើម្បីឲ្យយើងអាចឲ្យអាការសម្រេចចិត្តរបស់យើងនេះធ្ងន់ជាងមុនអញ្ចឹងយើងជាប្រពន្ធណាចាហើយបានបន្ទាប់ពីនឹងហើយយល់ថាប្រហែលជាអត់មានប្រសិទ្ធភាពទេអត់មានអ្នកណាឆ្ងាយក្រៅពីអ្នកជំនាញទេអញ្ចឹងខ្ញុំគិតថាល្អបំផុតគឺជួបមួយនឹងគ្រូពេទ្យឬក៏អ្នកជំនាញអញ្ចឹងទៅបានន័យថាយើងមានអំណាចទៅធ្ងន់ណាអញ្ចឹងផ្លូវចិត្តយើងផ្សំសុខភាពយើងផ្សំហើយនៅមួយទៀតយើងនៅពេលដែលជួបមួយអ្នកជំនាញមិនត្រឹមតែវិភាគផ្លូវចិត្តផ្លូវកាយវាតកតុំទៅនឹងហិរញ្ញវត្ថុរបស់យើងដែរចាអញ្ចឹងវាបូករួមផ្សំគ្នាអញ្ចឹងខ្ញុំគិតថាហេតុផលធ្ងន់គ្រប់គ្រាន់គួរតែអាចឲ្យបងបរោះគាត់ពិចារណាដែរថាហេតុអីបានជាប្រពន្ធរបស់គាត់សម្រាប់ចិត្តជ្រើសរើសមធ្យោបាយមួយហ្នឹងហើយនៅមួយទៀតខ្ញុំមកដឹងថានារីផ្សេងៗគាត់អាចយកទៅអនុវត្តអត់ណាខ្ញុំគ្រាន់គិតថាបើសិនបើវាជារាងកាយរបស់យើងគួរតែមានសិទ្ធិច្រើនជាងត្រូវបងខ្ញុំចង់ឲ្យនារីគាត់ឈរទៅលើគោលការណ៍មួយនឹងដែរចាអូខេ debate គ្នាប្រកែកគ្នាអស់ហើយបងយ៉ាងណាក៏ខ្លួនអូនណាបងមិនឲ្យសិទ្ធិអូនច្រើនជាងនឹងតិចទេបើយើងនិយាយកុំឲ្យយើងឆ្លោះកុំឲ្យនិយាយថារាងកាយខ្ញុំសិទ្ធិខ្ញុំអត់ទេបងខ្លួនអូនណាមិនឲ្យសិទ្ធិអូនច្រើនជាងមុនតិចទេអញ្ចឹងណាបើយើងបែបលួងប៉ុន្តែក៏វាមានហេតុផលមួយច្បាស់លាស់ដែរចាហើយបើសិនបើខាងបុរសខាងបងដែលគាត់ជាស្វាមីគាត់មានបញ្ហារបស់គាត់យើងចូលរួមដែរយើងក៏ទទួលខុសត្រូវដែរយើងជាប្រពន្ធយើងចូលរួមផ្ដល់ដំណោះស្រាយគាត់ដែរអញ្ចឹងបើសិនបងយល់ថាពិបាកវាពិបាកបែបណាអញ្ចឹងអូនជួយអីបាននោះយើងចូលរួមដោះស្រាយមួយគ្នាបែបម៉េចអីអញ្ចឹងទៅអញ្ចឹងនៅក្នុងករណីខ្ញុំគិតថាមានតែការជជែកគ្នាដោយការយល់ពីគ្នាខ្ញុំគិតថាបញ្ហាជាច្រើននឹងអាចដោះបាននៅក្នុងករណីប្តីប្រពន្ធអីអញ្ចឹងទៅចាអានឹងយើងនិយាយងាកទៅរៀង positive រៀងវិជ្ជមានទៀតហើយឬមួយក៏ក្នុងករណីខ្លះខ្ញុំជឿថាក្រឹស្នាអាចជួបវិជ្ជមានវាមិនអីប៉ុន្តែក្នុងករណីអវិជ្ជមានណាគាត់ជំទាស់ហ្នឹងមិនខ្លះទៅសម្រាប់ខ្ញុំគិតថាករណីអវិជ្ជមានឬក៏មិនរលូនហ្នឹងវាប្រហែលជាអាចកើតឡើងក្នុងភាពជាដៃគូដែលក៏អត់ទាន់រៀបការឬក៏ខ្មែរយើងថាអត់ទាន់ទៅជាប្តីប្រពន្ធមួយគ្នាអញ្ចឹងយើងបកទៅក្រោយវិញបន្តិចប្រហែលជាទំនួលខុសត្រូវឬក៏ភាពរួមនៃការទទួលខុសត្រូវហ្នឹងវាអត់ទាន់បានកំណត់ដោយច្បាស់មុននឹងយើងចាប់ផ្ដើមទំនាក់ទំនងហ្នឹងហើយផលជះដែលធ្វើឲ្យការជជែកវែកញែកវាអត់រលូនហ្នឹងវាប្រកាសជាធ្លាក់ទៅលើភាគីណាមួយជាទម្ងន់ដូចបងបាននិយាយមុនហ្នឹងអញ្ចឹងចេញពីខ្ញុំទៅដំណោះស្រាយវាការចេញដោយឡែកតាមករណីមួយប៉ុន្តែខ្ញុំលើកទឹកចិត្តដូចខ្ញុំប្រកាន់គោលចំហដូចបងដែរព្រោះបើសិនបើរាងកាយនឹងផលបរោះឬក៏នារីក៏ដោយអញ្ចឹងសិទ្ធិអតិភិបគឺនៅលើគាត់ការចូលរួមឬក៏ការសម្រេចចិត្តរួមវាប្រកាសជាមានចំណុចណាមួយប៉ុន្តែអ្នកសម្រេចចិត្តចុងក្រោយប្រកាសជាគាត់ខ្ញុំរំពឹងថាគ្រប់គ្នានឹងអាចយល់ពីរឿងហ្នឹងទោះជាការជជែកវែកញែកខ្វែងកំណត់គ្នាមិនក៏ដោយដំណោះស្រាយតែងតែមានតាមឋានៈការបញ្ឈៀបទៅដល់គាត់ឬក៏យើងកែនកងដៃគូរបស់យើងឲ្យយល់ពីរឿងអស់ហ្នឹងប៉ុន្តែសំណួរទី1ដែលខ្ញុំចង់ឲ្យទាំងអស់គ្នាសួរទៅវិញថាតើយើងទ្រាំទទួលយកការសម្រេចចិត្តរបស់អ្នកដទៃតើយើងមានកម្លាំងឬក៏ភាពអង្អាចគ្រប់គ្រាន់ក្នុងការទទួលយកផលលំបាកថ្ងៃក្រោយបានប៉ុណ្ណាបើយើងគិតថាយើងអត់ទាន់រឹងមាំគ្រប់គ្រាន់ក្នុងការទទួលយកផលរំខានឬក៏ផលជះនៃការមិនសម្រេចចិត្តរបស់យើងនឹងទេយើងកុំសម្រេចចិត្តបែបហ្នឹងខ្ញុំគិតថាអញ្ចឹងព្រោះគិតថាការជជែកគ្នាបើសិនបើដៃគូមួយឬក៏ស្វាមីភរិយាដែលគាត់គិតថាគាត់ចង់បន្តដំណើរជីវិតមួយគ្នាទៅមុខទៀតដែលមានផែនការគាត់នឹងចាប់ផ្ដើមយល់ពីចំណុចហ្នឹងទោះជាការចាយពេលវេលាក៏ដោយមួយវិញទៀតប្រហែលជាយើងគិតថាការចែករបស់យើងលំអៀងទៅខាងនារីឬក៏មិនដឹងទេអ្នកស្ដាប់ណាប៉ុន្តែដូចខ្ញុំគាំទ្រអ្វីដែលបងនិយាយដែរថានារីក៏គួរតែយកទៅដាក់លើបុរសដូចគ្នាដែរយើងចង់បានការ
control ពីបុរសចឹងដល់ពេលបុរសដែលគាត់ធ្វើមុខស្ងួតស្ងាត់ខ្ញុំដឹងថាបងដោះស្រាយមិនអីប៉ុន្តែនារីក៏គួរតែមានពាក្យមួយចំនួនសួរទៅកាន់គាត់ដែរថ្ងៃហ្នឹងគាត់មានបញ្ហាអីឬក៏ការសម្រេចចិត្តហ្នឹងហើយបានគាត់អត់គ្រប់គ្រងយើងចង់ស្ដាប់ទាំងសងខាងព្រោះការស្ដាប់ទាំងសងខាងបែបនេះបើយើងដឹងថាអូខេប្រហែលជាមានចំណុចណាមួយដែលគាត់អត់បាននិយាយតែគាត់បាននិយាយយើងអត់ដឹងថាគាត់ថ្នាក់ចិត្តរឿងអីចឹងឡើយហ្នឹងខ្ញុំជូនទៅវិញប៉ុណ្្នឹងបងចាពិតមែនតើក្រស្នាហ្នឹងក៏ជូនទៅបងបរោះដែរចាពួកយើងពិតជាចង់ក្នុងនាមជានារីយើងចង់បានបងបរោះយល់ចិត្តទៅប៉ុន្តែនារីក៏ចង់យល់ចិត្តបរោះដូចគ្នាចាអញ្ចឹងតើបងនិយាយដែរអញ្ចឹងសូមឲ្យបរោះបងនិយាយដែរចាហើយបើធម្មតាយើងជាដៃគូយើងគួរតែបើកចិត្តទៅចែកគ្នាអញ្ចឹងមានតែការទៅចែកហើយយើងរកដំណោះស្រាយរួមហ្នឹងទេបើយើងនៅមួយគ្នាបានចាត្បិតថាពួកយើងមានសិទ្ធិទៅលើរាងកាយរាងខ្លួនក៏ប៉ុន្តែការសម្រេចចិត្តមួយនេះតកតងទៅនឹងរឿងបន្តជីវិតមួយទៀតគឺជាជីវិតរួមហើយអញ្ចឹងវាតកតងទៅនឹងការជជែកគ្នាហ្នឹងហើយយើងយល់ហើយនឹងថ្លឹងថ្លែងតកតងទៅនឹងផលប៉ះពាល់និងអត្ថប្រយោជន៍ទាំងសងខាងតែខ្ញុំជឿហ្មងខ្ញុំជឿមែនទែនថាការសម្រេចចិត្តនឹងបានល្អជាងមុនហើយមួយទៀតជាការសម្រេចចិត្តតែបុគ្គលទាំងពីរទេអញ្ចឹងខ្ញុំពិតជាអូខេយើងអាចសួរយោបល់អីផ្សេងប៉ុន្តែការសម្រេចចិត្តរបស់យើងជំរឿសរបស់យើងនឹងគឺជាជំរឿសរួមហើយមានតែពីរនាក់ដៃគូរបស់យើងឬមួយក៏ប្តីប្រពន្ធយើងទេយើងអាចសួរនាំគំនិតអីចេះប៉ុន្តែឲ្យសួរបញ្ជាក់ឲ្យច្បាស់មួយដៃគូរបស់យើងខ្ញុំចង់និយាយថាភាគីខ្លះមិនថាឧទាហរណ៍អ្នកចិត្តខាងបុគ្គលទី3មិត្តភ័ក្តិឬក៏ខាងណាគាត់មិនអាចចូលរួមដំណើរជីវិតនៅក្នុងការសម្រេចចិត្តមួយហ្នឹងទេអញ្ចឹងយើងមានព្រំដែនកិច្ចការងារខ្លះយើងអាចចែករំលែកប៉ុន្តែកិច្ចការងារខ្លះយើងត្រូវការនិយាយទៅជាមួយដៃគូរបស់យើងឯងចាអរគុណច្រើនលឺស្នាខ្ញុំមានរឿងមួយទៀតចាឧទាហរណ៍ថាប៉ះសិនបើដៃគូមួយគូចាពីរនាក់ដៃគូរបស់គាត់ហ្នឹងគាត់សម្រេចចិត្តថាគាត់ចង់ពជាកំណើតដើម្បីរៀបចំផែនការអនាគតសន្សំសម្រាប់មុនគាត់មានកូនអីអញ្ចឹងណាចាពីក្រឹស្នាយល់ថាមានអត្ថប្រយោជន៍បែបម៉េចដែរហើយអាចពិតជាអាចជួយទៅដល់អនាគតកូនគាត់អត់អូខេសំណួរនេះជាសំណួរអនាគតដែលយើងផ្ដើមគិតពីឥឡូវប្រហែលជាអាចមានចម្លើយពីរចេញពីជ្រុងខ្ញុំដែលអត់ទាន់មានគ្រួសារឬក៏អាចចេញពីជ្រុងអ្នកដែលគាត់មានគ្រួសារចឹងខ្ញុំដំណើរឲ្យអ្នកដែលនៅលីវប្រហែលជាគាត់គិតប្រហាក់ខ្ញុំដែរខ្ញុំគិតថាការប្រើប្រាស់មធ្យោបាយវិទ្យាកាលក្នុងចំណោមដៃគូឬក៏គូស្នេហ៍មួយគូដូចបងបានសួរមិញអញ្ចឹងវាលើសពីការកំណត់ចំនួនកូនក៏ដូចជារយៈពេលដែលមានកូនដោយសារហេតុផលអីកត្តាពីរនេះធ្វើឲ្យគ្រួសារឬក៏ដៃគូបានគិតគូរពីការត្រៀមខ្លួនដូចខ្ញុំបាននិយាយពីអេពីសូតមុនអញ្ចឹងការត្រៀមខ្លួនរួចជាស្រេចហ្នឹងមានន័យថាគាត់ត្រៀមខ្លួនហើយនៅក្នុងការគាត់ចង់សម្រេចក្តីសម័យឬក៏ចង់ផ្ដល់អនាគតដ៏ល្អមួយដល់កូនរបស់គាត់ខ្ញុំទទួលស្គាល់ថាឪពុកម្ដាយទាំងអស់អត់ចង់ឃើញកូនរបស់គាត់រស់នៅក្នុងកម្រិតមួយដែលប្រហាក់ប្រហែលគាត់ទេគាត់ជាចង់ឲ្យឃើញគាត់រស់នៅស្រួលជាងគាត់ឬក៏អាចល្អប្រសើរជាងគាត់ទៅថ្ងៃមុខទៀតអញ្ចឹងត្រឡប់មកសំណួរបងវិញការរៀបចំផែនការគ្រួសារឬក៏មធ្យោបាយវិទ្យាការពិតជាសំខាន់ដើម្បីឲ្យឪពុកម្ដាយឬក៏ដៃគូនឹងគាត់ដកឃ្លាគាត់គិតពិចារណាបានគ្រប់ជ្រុងជ្រោយថាគាត់គួរតែយកកូននៅពេលណាហើយចន្លោះពីកូនមួយទៅកូនមួយរយៈពេលប៉ុន្មានចន្លោះនេះគឺមានន័យថាសំខាន់ដោយសារតែគាត់អាចឆ្នៃឬក៏គាត់អាចរៀប plan ឬក៏គម្រោងអីនៅក្នុងចន្លោះហ្នឹងឧទាហរណ៍ថាគាត់មានកូនទី1ហើយ5ឆ្នាំក្រោយបានគាត់មានកូនទី2អញ្ចឹងយើងអាចគិតបានថាកូនទី1អាចនឹងចូលរៀនសាលាមត្តេយ្យគាត់អាចបំពេញក្តីសម័យដូចជាទិញឡានទិញផ្ទះឬក៏មានការរស់នៅមួយដែលល្អសម្រាប់ត្រៀមទទួលកូនទី2របស់គាត់អាហ្នឹងជាការរៀបចំផ្នែកហិរញ្ញវត្ថុមួយដែលល្អហើយខ្ញុំលើកទឹកចិត្តឲ្យទាំងអស់គ្នាគិតពីពាក្យដែលខ្ញុំបាននិយាយពីអេពីសូតមុនអញ្ចឹងយើងមានកូនតាមបំណងប្រាថ្នាឬក៏មានកូនតាមផែនការយើងអត់ចង់មានកូនឲ្យឆៃដន់ទេព្រោះដូចយើងបានជែកគ្នាពីកន្លងមកហើយថាមានកូនឲ្យឆៃដន់ប្រហែលជាមានគ្រួសារឬក៏ដៃគូមួយចំនួនគាត់ប្រឈមមុខឬក៏បង្ខំការសម្រេចចិត្តឈានទៅដល់ការរំលោភឬក៏មិនចង់ទុកកូនឬក៏មានកត្តាជាច្រើនដែលធ្វើឲ្យគុណភាពនៃការចិញ្ចឹមកូនរបស់គាត់វានៅក្រោមកម្រិតមួយដែលគាត់ចង់បានឬក៏វានៅទាបជាងអ្វីដែលគាត់រំពឹងទុកទៅទៀតអញ្ចឹងក្នុងនាមជាពុកម្ដាយឬក៏ដៃគូក៏ដោយបើគាត់អត់ទាន់គិតថាខ្លួនគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាពុកម្ដាយគេពេញលេញទេខ្ញុំគិតថាមធ្យោបាយវិទ្យាកាលគឺជួយឲ្យគាត់រក្សាគម្លាតនឹងសិនដើម្បីពិចារណាលើការរៀបចំខ្លួនឡើងចេញពីជ្រុងរបស់ខ្ញុំចាពិតមែនតើក្រស្នាមធ្យោបាយពញាកំណើតវាជាផ្នែកធំមួយនៅក្នុងការរៀបចំផែនការអនាគតអញ្ចឹងហើយការរៀបចំផែនការអនាគតមួយអាហ្នឹងដោយសារតែយើងរស់នៅជាប្តីប្រពន្ធនឹងសំខាន់ណាស់ចាអញ្ចឹងការរៀបចំផែនការអនាគតមួយវាបូករួមទាំងសុខភាពរបស់យើងដែរអញ្ចឹងខ្ញុំនេះជាការយល់ឃើញផ្ទាល់ខ្លួនទេសុខភាព
វាមិនអាចថាយើងក្មេងពេកឬក៏យើងអាយុច្រើនពេកដែរចាហ្នឹងទីមួយរឿងសុខភាពហើយជួនកាលអាយុសមស្របប៉ុន្តែអាកតាខាងក្នុងនោះព្រោះថានារីគាត់អាចនឹងមានបញ្ហានៅខាងក្នុងច្រើនហើយព្រោះថាគាត់ជាអ្នកពពោះទៀតគាត់ជាម្ដាយអញ្ចឹងសុខភាពរបស់នារីពិតជាសំខាន់អញ្ចឹងមើលឲ្យច្បាស់គាត់ក៏មិនអាចក្មេងពេកគាត់ក៏មិនអាចអាយុច្រើនពេកហើយសុខភាពហ្នឹងតើរឹងមាំកម្រិតណានៅក្នុងការយកបុត្រចាហ្នឹងអាហ្នឹងតកតងនឹងសុខភាពទី2ការព្រមព្រៀងរឿងផ្លូវចិត្តហ្នឹងអញ្ចឹងនៅពេលដែលគាត់គិតផ្លូវចិត្តរបស់គាត់រួចរាល់ទេតែគាត់នឹងខ្លាយទៅជាម្ដាយតែគាត់នឹងខ្លាយទៅជាឪពុកហើយយើងនឹងមានទំនួលខុសត្រូវអីបន្ថែមទៀតហើយនឹងកត្តាសំខាន់មួយទៀតនៅក្នុងការប្រើប្រាស់មធ្យោបាយពញាកំណើតគឺរឿងហិរញ្ញវត្ថុរឿងសេដ្ឋកិច្ចគឺជារឿងសំខាន់អញ្ចឹងពិតប្រាកដនៅពេលដែលយើងអត់មានផែនការត្រឹមត្រូវនៅពេលដែលយើងមានបុត្រដែលចៃដន្យឬមួយក៏ពេលខ្លះទៅនៅពេលដែលវាបើសិនតែអ្វីមួយដែលយើងអត់ព្រៀងទុកវាអាចនឹងច្រឡប់ប្រហោងផ្នែកច្រើនហើយបញ្ហាផ្សេងក៏អាចកើតឡើងមកដែរហើយខ្ញុំអាចហ៊ាននិយាយថាពេលខ្លះយើងគិតថាកូនកើតមកវាជាអំណរវាជាកាដូនៃជីវិតរបស់យើងប៉ុន្តែបែរជានៅពេលដែលយើងមានបុត្របញ្ហាប្តីប្រពន្ធបែរជាកើតឡើងទៅវិញចាគាត់បន្ទោសគ្នាគាត់កើតឡើងនៅបញ្ហាអីផ្សេងៗទៅវិញអញ្ចឹងហើយនៅពេលដែលអ្វីដែលវាមិនដើរទៅតាមផែនការយើងនឹងត្រៀមខ្លួនដោះស្រាយបញ្ហាផ្សេងទៀតអញ្ចឹងខ្ញុំពិតជាគាំទ្រសម្រាប់ដៃគូឬមួយក៏ស្វាមីភរិយាទាំងអស់នៅក្នុងការយកបុត្រមានផែនការហើយវាត្រូវការគិតឲ្យបានគ្រប់ជ្រុងជ្រោយដែរចាមិនមែនបង្អាក់រឿងអត់យកកូនទេគួរតែយកនៅពេលដែលចិត្តយើងចង់បានចាហើយយើងទទួលថានៅពេលដែលយើងមានបុត្រហើយយើងរស់នៅទៅតាមជីវភាពរបស់យើងក៏វាមិនអាចខ្ពស់ពេកតែក៏វាមិនអាចបដែតបដោទៅតាមយថាកម្មដែរអញ្ចឹងត្រូវតែមានផែនការអញ្ចឹងការជ្រើសរើសមធ្យោបាយពញាកំណើតសំខាន់ហើយដើម្បីឲ្យដឹងថាមធ្យោបាយពញាកំណើតមួយណាស័ក្តិសមសម្រាប់ដៃគូរបស់យើងជួបមួយអ្នកជំនាញចាអាហ្នឹងចាំបាច់ហ្មងចាកុំខ្មាស់អៀនកុំទៅចែកជាមួយអ្នកចិត្តខាងនិយាយលេងទៅរកអ្នកជំនាញពិតប្រាកដហើយចាំទៅចែកមួយគាត់ចាអរគុណច្រើនតកតងទៅនឹងភាគរបស់យើងនៅទី3នេះពីខ្ញុំមានសំណួរមួយទៀតតកតងទៅនឹងបុរសព្រោះយើងទៅចែកពីទំនួលខុសត្រូវបុរសច្រើនដែរនៅពេលដែលបុរសគាត់ចង់បានប្រឹក្សាឬមួយក៏ការគ្រប់គ្រងពីអ្វីដែលយើងកំពុងតែចេះនេះគាត់គួរតែទៅរកកន្លែងណាគួរតែធ្វើបែបណាចា៎អូខេបងអរគុណសម្រាប់សំណួរហើយក៏ជាសារទៅដល់បុរសឬក៏បងប្រុសដែលគាត់កំពុងតែមើល podcast របស់យើងអញ្ចឹងសេវាសម្រាប់សុខភាពបុរសគឺយើងមានដោយ live សម្រាប់បុរសក៏យើងមានដែរជាប្រភេទសេវានៅមន្ទីរពេទ្យរដ្ឋឬក៏តាមមណ្ឌលសុខភាពឬក៏ដោយ live នៅតាមមន្ទីរពេទ្យឬក៏ clinic អង្គការមួយចំនួនឬក៏ឯកជនក៏យើងមានដែរតែបើខ្ញុំចង់ឲ្យបុរសទាំងអស់គាត់ពិចារណាមុននឹងគាត់ទទួលសេវាគាត់ត្រូវដឹងថាតើប្រភេទសេវាអីគេថាដែលកន្លែងនេះគាត់ផងទៅនឹងមានហើយបញ្ហារបស់គាត់គួរតែជួបអ្នកជំនាញបែបណាសិក្សាបែបណាពេលវេលាណាដែលគួរទៅតែម្នាក់ឯងឬក៏ទៅជាមួយដៃគូដូចបងដឹងស្រាប់ហើយកត្តាមួយចំនួនជំងឺមួយចំនួនវាជាជំងឺដែរកាត់ឡើងដោយសារដៃគូរួមភេទអញ្ចឹងនៅពេលដែលព្យាបាលខ្ញុំឃើញករណីមួយចំនួនជាករណីពិតជាក់ស្ដែងគឺបុរសខ្លះពេលដែលគាត់រកឃើញជំងឺហ្នឹងតែគាត់កើតការមករោគគាត់សម្ងំព្យាបាលតែម្នាក់ឯងគាត់មិនបានគិតថាតើអ្នកណាជាដៃគូគាត់ឬក៏អ្នកណាដែលទទួលផលជះពីជំងឺកាមរោគហ្នឹងទេអញ្ចឹងយើងសម័យឃើញថាជនរងគ្រោះអាចជាដៃគូរបស់គាត់ដែលជានារីឬក៏ដៃគូរបស់គាត់ដែលមានភេទដូចគ្នាក៏ដោយគាត់នឹងទទួលផលជះដែលអត់ដឹងខ្លួនដូចបងបានដឹងហើយថាជំងឺមួយចំនួនបើព្យាបាលទាន់ពេលគឺវាអត់អីទេតែជំងឺមួយចំនួនព្យាបាលអត់ទាន់ពេលផលប៉ះពាល់អភិបាលវាកាន់តែច្រើនជាងហ្នឹងទៀតអញ្ចឹងខ្ញុំសំណូមពរឲ្យបងបរោះឬក៏បងជាស្វាមីឬក៏ដៃគូក៏ដោយពិចារណាមែនតើថាតើយើងទៅព្យាបាលក្នុងប្រភេទជំងឺអីគេបើជំងឺនឹងតាក់ទងជាមួយនឹងដៃគូរបស់យើងដែរយើងគួរតែលើកទឹកចិត្តទៅទាំងពីរនាក់ព្រោះខ្ញុំមិនជឿថាដៃគូឬក៏ស្វាមីម្នាក់ចង់ជាតែម្នាក់ឯងដែលបោះបង់ដៃគូរបស់យើងចោលហើយក្នុងលក្ខខណ្ឌបែបណាក៏ដោយអញ្ចឹងការដឹកដៃគ្នាទៅមន្ទីរពេទ្យឬក៏កន្លែងដែលផ្ដល់សេវាសុខភាពសម្រាប់សុខភាពបុរសក៏ដោយឬសុខភាពរួមរវាងបុរសនិងនារីវាពិតជាសំខាន់ហើយដែលធ្វើឲ្យគាត់យល់ដឹងដែរថាគាត់គួរចាប់ផ្ដើមព្យាបាលពីធម្មតាទៅដល់ធម្មតាហើយគាត់គួរបង្ការឬក៏គួរមានយុទ្ធសាស្ត្រអីដើម្បីបន្ថែមទៀតទៅលើនឹងអញ្ចឹងការចូលរួមដែលយើងនិយាយពីផឹកថាពីដើមអេពីសូតអញ្ចឹងថាការចូលរួមរបស់បុរសតែឡើយខ្ញុំចង់រំលែកថាពេលខ្លះការចូលរួមរបស់នារីវាប្រកបចូលទៅក្នុងនឹងដែរអូខេចាអរគុណច្រើនទស្សនាក្បោះក្បាយមែនតើហើយជឿជាក់ថាទស្សនិកជននិងអ្នកដែលគាត់តាមដានស្ដាប់របស់យើងប្រហែលជាអាចនឹងទទួលបានចំណេះដឹងថ្មីផ្សេងទៀតហើយពិសេសតែម្ដងគឺអេពីសូតនេះគឺយើងផ្ដោតទៅលើបងបុរសច្រើនអញ្ចឹងដូច្នេះប្រសិនបើបងបុរស
ចាបងមានបញ្ហាតាក់ទងទៅនឹងសុខភាពផ្លូវភេទឬក៏សុខភាពបន្តពូជចាំបាច់បំផុតបងត្រូវទៅជួបជាមួយនឹងអ្នកជំនាញហើយនាំដៃគូទៅផងចាអរគុណច្រើនគ្រឹស្ណាអញ្ចឹងយើងចូលមកដល់ភាគបញ្ចប់នៃភាគទី3ក៏ដូចជា podcast series របស់យើងដែរហើយយើងសង្ឃឹមជឿជាក់ថាបន្ទាប់ពីទស្សនិកជនបានតាមដាន podcast របស់យើងទាំង3ចាអាចផ្ញើសារឬមួយក៏មានជាមតិយោបល់បែបណាអាចផ្ញើសារនៅក្នុង comment ក៏បានឬក៏មក inbox មកពួកយើងក៏បានដើម្បីយើងបានជ្រួតជ្រាបពីតម្រូវការរបស់ទស្សនិកជនឬមួយក៏បញ្ហាផ្សេងៗហើយយើងអាចស្វែងរកនៅដំណោះស្រាយឬមួយក៏ជំនួយបែបណាទៅកាន់ទស្សនិកជននៅក្នុង podcast series របស់យើងដែលផ្ដោតទៅលើប្រធានបទរបស់យើងការរៀបចំផែនការគ្រួសារនិងផែនការអនាគតផ្អែកលើសិទ្ធិនិងជំរើសយើងបានបញ្ចប់ទាំង3ភាគនៅក្នុងពេលនេះចាសម្រាប់ podcast series របស់យើងទាំង3ភាគក៏បានបញ្ចប់សពគ្រប់ហើយក៏យើងសង្ឃឹមថានឹងបានជួបជាមួយនឹងទស្សនិកជននៅក្នុងកម្មវិធីផ្សេងៗទៀតចាខណៈពេលនេះនាងខ្ញុំ Clara និងបងអូន Krishna ចាសូមអរគុណសូមជម្រាបលា